រឿងការបង្កើតក្រុមជំនុំប្រត្រៃវិដកនេះជារឿងល្អបំផុតទេមែនទែនទៅចង់និយាយថាក្រុមជំនុំប្រត្រៃវិដកបង្កើតតាំងពីឆ្នាំ1929មកហ្នឹងហើយបានសម្រេចស្នាដៃជាច្រើនមានគម្ពីរប្រត្រៃវិដកនិងគម្ពីរក្បួនខ្នាតពុទ្ធសាសនាជាច្រើនសម្រាប់ជាប្រយោជន៍សម្បត្តិវប្បធម៌ជាតិខ្មែរយើងណាប៉ុន្តែដូចយើងដឹងទាំងអស់គ្នាហើយប្រទេសយើងឆ្លងកាត់នៅវិបត្តិចម្បាំងរាំងជលជាពិសេសគឺរបប3ឆ្នាំ8ខែ20ថ្ងៃហ្នឹងគឺអ្វីៗខ្ទេចខ្ទីអស់ហើយអញ្ចឹងអ្វីដែលរាជរដ្ឋាភិបាលឯកភាពទៅលើគោលការណ៍ដោយសារគណៈសង្ឃយុលោកមានប្រតិដើម្បីថាបន្តនៅស្នាដៃពុទ្ធបរិសដូនតាយើងអញ្ចឹងការបង្កើតឲ្យមានឡើងជាថ្មីនោះគ្មានអ្វីដែលជាការអាប់អោនឬក៏ថាมันមានតម្លៃអីយ៉ាងណាតាមពិតគឺដើម្បីរក្សានៅកិត្តិនាមគេឈ្មោះតម្លៃអ្នកប្រាជ្ញខ្មែរយើងនឹងឯងកុំឲ្យវាបាត់បង់ទៅព្រោះដូចថាអ្វីដែលយើងមានហើយយើងបន្តតែរក្សាឲ្យមានទៅវាប្រសើរជាងដែលអត់មានណាក្រុមជំនុំប្រត្រៃវិដកហ្នឹងហើយក៏គឺការប្រមូលនៅបញ្ញវន្តធនធានសម័យថ្មីហើយបង្កើតនេះមិនមែនទៅកែប្រែបីដកអីណាមិនមែនទៅកែប្រែទេគេដើម្បីជាក្រុមអ្នកប្រាជ្ញពុទ្ធសាសនាពិនិត្យទៅលើគម្ពីរក្បួនខ្នាតថ្មីថែមទៀតហើយនឹងឬក៏ថាបីដកក្តីបើសិនណាបើមានអ្នកណាដែលគេយកទៅបោះពុំសារថ្មីអ្នកខ្លះយកបីដករាល់ថ្ងៃទៅវាយទៅបកប្រែទៅចង់និយាយថាទៅកែច្នៃអីផ្សេងដែលវាអត់មានអ្នកពិនិត្យអត់មានអ្នកតាមដានអត់មានអ្នកជួយមើលការខុសត្រូវអញ្ចឹងគឺក្រុមជំនុំប្រត្រៃវិដកលោកមានភារកិច្ចថែរក្សាអភិរក្សនិងអភិវឌ្ឍកិច្ចការងារគម្ពីរក្បួនខ្នាតក្នុងពុទ្ធសាសនាហ្នឹងឯងអញ្ចឹងរឿងហ្នឹងគឺរឿងមានតម្លៃមែនទែនទៅហើយផ្ដល់នៅគុណតម្លៃសម្រាប់បុព្វបុរសដូនតាជាការដឹងគុណសម្ដេចព្រះសង្ឃរាជជួនណាសម្ដេចហួតតាលុយអែមបុព្វបុរសមុនហ្នឹងព្រោះយើងបុព្វបុរសដូនតាយើងបង្កើតបានមកហើយយើងអត់យើងធ្វើឲ្យបាត់បង់ទៅវិញហើយយើងអត់មានឧត្តមគតិអីដើម្បីដែលថាលើដំកើងអីផងអាហ្នឹងវាអត់ស័ក្តិសមតលសោះណាបងអញ្ចឹងបានខាងគណៈសង្ឃយុលោកប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យមានកិច្ចការងារហ្នឹងបន្តសារជាថ្មីទៀតបងហើយមួយចំណុចទៀតស្មារតីផ្ទាល់មែនទែនទៅពិតជាសប្បាយចិត្តត្រេកអរដែលរាជរដ្ឋាភិបាលកម្ពុជាលោកមើលឃើញអំពីគុណតម្លៃនៃអ្នកប្រាជ្ញខ្មែរជាពិសេសគឺក្រុមជំនុំប្រត្រៃបិដកតែម្ដងដោយរាជរដ្ឋាភិបាលឯកភាពទៅលើគោលការណ៍ឲ្យមានការរៀបចំធ្វើបុណ្យណាធ្វើបុណ្យរំលឹកដល់ស្នាប្រហោះរបស់ក្រុមជំនុំប្រត្រៃបិដកហ្នឹងនៅថ្ងៃទី1ខែមេសា2025ហ្នឹងអញ្ចឹងនេះជាការឲ្យតម្លៃទៅលើអ្នកប្រាជ្ញបុព្វបុរសដូនតាខ្មែរយើងខ្លាំងសម្បើមរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងដែលគួរតែមានពិធីហ្នឹងណាបងឥឡូវយើងបានការឯកភាពជាថ្នាក់ជាតិហើយរឿងហ្នឹងគឺរឿងដែលយើងត្រូវសាទរបំផុតហើយរឿងមួយទៀតគឺរាជរដ្ឋាភិបាលក៏បានឯកភាពទៅលើគោលការណ៍នឹងការសូត្រប្រត្រៃបិដកជារៀងរាល់5ឆ្នាំម្ដងដែរហ្នឹងគឺរឿងល្អបំផុតសម្រាប់ពុទ្ធសាសនាយើងណាយើងត្រូវតែសាទរហើយព្រោះជាចំណុចល្អពីគុណតម្លៃនៃពុទ្ធសាសនាយើងបងចរន្តបង